ទាប់អំពីមានការលើកឡើងរបស់លោក Donald Trump ដែលឆ្លើយទៅនឹងសំណួររបស់អ្នកកសែតថាតើពេលណានឹងបញ្ចប់សង្គ្រាមនោះលោក Donald Trump បានធ្វើការឆ្លើយជាបន្ទាន់ថាសង្គ្រាមនឹងត្រូវបានបញ្ឈប់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយប៉ុន្តែមិនមែននៅក្នុងសប្តាហ៍នេះទេហើយនៅក្នុងនោះដែរក៏ធ្វើឲ្យមានការលើកឡើងថាមូលហេតុគឺដោយសារតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះបានកំទេចអស់ហើយនៅទីតាំងសំខាន់នៃកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ហើយអ្វីដែលជាការអាចសម្រេចបានលឿនគឺដោយសារតែសហរដ្ឋអាមេរិកនេះគឺមានរៀបចំនៅគម្រោងផែនការទាំងអស់នេះរួចផងដែរក្នុងនោះដែរក៏ថ្មីនេះក៏មានការឆ្លើយតបជាច្រើនអំពីខាងអ៊ីរ៉ង់ផងដែរហើយចំណែកឯខាងកងទ័ពនៃប្រទេសអ៊ីរ៉ង់នោះក៏បានលើកឡើងផងដែរថាប្រទេសអ៊ីរ៉ង់គឺជាអ្នកកំណត់នៃសង្គ្រាមថាតើត្រូវបានបញ្ឈប់ឬក៏អត់មិនមែនសហរដ្ឋអាមេរិកនោះទេដោយឡែកសម្រាប់ក្រោយពីការប្រកាសរបស់លោក Donald Trump ការបញ្ឈប់សង្គ្រាមថ្មីនេះក៏មានអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានលើកឡើងផងដែរគឺលោក Qasem Gharibabadi បានថ្លែងថាលក្ខខណ្ឌដំបូងរបស់ទីក្រុងតេហរ៉ង់នេះគឺសម្រាប់បទឈប់បាញ់គឺមិនត្រូវមានការឈ្លានពានណាមួយបន្ថែមទៀតនោះទេបើសិនជារឿងនេះកើតមានហើយវាគឺជាការលើកឡើងបន្ទាប់អំពីមេដឹកនាំពិភពលោកកំពុងតែបង្កើននៅកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ឬក៏បញ្ចប់នៃជម្លោះតាមផ្លូវការទូតបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅប៉ុន្មានម៉ោងបន្ទាប់អំពីប្រធានាធិបតីអាមេរិកបង្ហាញអំពីគោលបំណងដែលចង់បញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ឲ្យបានឆាប់ហើយនៅក្នុងដែរលោក Qasem Gharibabadi ក៏បានបន្ថែមថាប្រទេសមួយចំនួនរួមមានប្រទេសចិនមានរុស្ស៊ីមានបារាំងបានតាក់ទងមកកាន់ប្រទេសអ៊ីរ៉ង់ដែលពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកការបញ្ឈប់នៃអធិភាពរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់នោះផងដែរយើងគួរបញ្ជាក់ផងដែរថាការថ្លែងអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់អំពីប្រធានាធិបតីអាមេរិកបានបង្ហាញអំពីគំនិតថាសង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់នៅក្នុងពេលឆាប់នេះក្នុងនោះគឺលោក Donald Trump នៅតែមិនទាន់អាចបញ្ជាក់បានច្បាស់លាស់អំពីការវិភាគសម្រាប់ការបញ្ចប់នៃការវាយប្រហារដែលបានញោមញីតំបន់មជ្ឈិមបូព៌ានឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចសកលនៅឡើយនោះទេទោះបីជាមានការលើកឡើងរបស់លោក Donald Trump ថានឹងអាចបញ្ចប់សង្គ្រាមក្នុងពេលឆាប់យ៉ាងនេះក៏ដោយក៏ប៉ុន្តែកន្លងមកនេះក៏មានការលើកឡើងផងដែរថានៅខាងភាគីអ៊ីរ៉ង់បញ្ជាក់ថាអ៊ីរ៉ង់នេះគឺមានសមត្ថភាពតស៊ូប្រយុទ្ធយ៉ាងតិច6ខែទៀតហើយនេះគឺជាការឆ្លើយតបមួយដែលសហរដ្ឋអាមេរិកបានលើកឡើងថាប្រទេសអ៊ីរ៉ង់នេះនឹងអាចអស់នៅគ្រាប់ឬក៏តិចខ្ទាំអស់នៅទីតាំងយោធាសំខាន់របស់ខ្លួនហើយអញ្ចឹងហើយមិនអាចតតាំងជាមួយនឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបាននោះទេទន្ទឹមនឹងរឿងនេះផងដែរគឺធ្វើឲ្យអ៊ីរ៉ង់ធ្លាប់បានលើកច្រើនសារហើយដែលតាក់ទងទៅនឹងអ៊ីរ៉ង់អាចនឹងមានសមត្ថភាពក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងរយៈពេល6ខែបន្តទៅទៀតនេះបើតាមការលើកឡើងរបស់លោកអាលីម៉ូហាម៉េតអៃនីដែលជាអ្នកនាំពាក្យនៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ដោយបានបញ្ជាក់ផងថាអ៊ីរ៉ង់នេះបានបាញ់ត្រូវចំមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានជាងដល់ទៅ200កន្លែងឯណោះហើយគិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលបច្ចុប្បន្ននេះហើយជុំវិញនៃការច្បាំងគ្នានេះប្រធានាធិបតីអាមេរិក Donald Trump ក៏បានអះអាងផងដែរកាលពីកន្លងទៅនេះថាអាមេរិកនឹងបន្តវាយអ៊ីរ៉ង់រយៈពេល1ខែឬក៏អាចច្រើនជាងនេះប្រសិនបើចាំបាច់ហើយក្រៅពីការបាញ់មីស៊ីលចេញពីនាវាចម្បាំងលោកត្រាំក៏បានពំមានថាប្រើកងទ័ពជើងគោកដើម្បីវាយទៅកាន់ទឹកដីប្រទេសអ៊ីរ៉ង់ថែមទៅទៀតតាំងពីមានការផ្ទុះសង្គ្រាមអ៊ីរ៉ង់អស់រយៈពេលជាច្រើនថ្ងៃមកនេះគឺរួមទាំងកងទ័ពអ៊ីស្រាអែលគឺបានបន្តវាយតាមផ្លូវអាកាសយ៉ាងរន្ថើនទៅដល់ប្រទេសអ៊ីរ៉ង់ដែលក្នុងនោះគឺសហរដ្ឋអាមេរិកនេះមានការបាញ់ផ្លោងចំនួនជាង 3000 លើកហើយនៅក្នុងនោះក៏មានការបាញ់ផ្លោងពីអ៊ីស្រាអែលទៅកាន់អ៊ីរ៉ង់នោះគឺ 3400 លើកដោយបូកទាំងការបាញ់ប្រហារទៅកាន់លីបង់នោះផងដែរនេះគឺជាចំនួនដែលកងទ័ពរបស់អាមេរិកនិងកងទ័ពរបស់អ៊ីស្រាអែលបានបាញ់ស្រោចទៅកាន់ប្រទេសអ៊ីរ៉ង់នេះដែលសរុបទៅមានយ៉ាងហោចណាស់ក៏ 6400 លើក
ដែលជាចំនួនមួយដែលអាចគេគិតថាធ្វើឲ្យប្រទេសអ៊ីរ៉ង់នេះគឺរងនៅការវាយប្រហារខ្លាំងក្លាពីសហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារនេះទោះបីជាលោក Donald Trump លើកឡើងថាគ្រាមនឹងជិតបញ្ចប់យ៉ាងណាក៏ដោយក៏ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលាថាតើបញ្ចប់នៅក្នុងពេលណាហើយវិធានការនៅក្នុងការដោះស្រាយនេះថាតើបញ្ចប់ដោយខាងថាតើកម្លាំងរបស់ប្រទេសអ៊ីរ៉ង់នេះនឹងអាចទៅចរចាជាមួយនឹងសហរដ្ឋអាមេរិកឬក៏យកកម្លាំងកងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះទៅឈរជើងនៅក្នុងប្រទេសអ៊ីរ៉ង់ឬក៏យ៉ាងណាមិនមានការបញ្ជាក់លម្អិតនោះទេក៏ប៉ុន្តែក្រោយពីដែលលោក Donald Trump មានការប្រកាសបែបនេះក៏ធ្វើឲ្យស្ថានភាពនៃធម្មពលប្រេងមានការធ្លាក់តម្លៃយ៉ាងគំហុកមកវិញផងដែរដែលពីមុនមកគឺមានតម្លៃប្រេងក្នុងមួយបារ៉ែល$110សហរដ្ឋអាមេរិកក៏ប៉ុន្តែក្រោយពេលដែលលោក Donald Trump មានការប្រកាសបែបនេះធ្វើឲ្យប្រេងនៅក្នុងតម្លៃទីផ្សារអន្តរជាតិធ្លាក់មកត្រឹម$85សហរដ្ឋអាមេរិកក្នុងមួយបារ៉ែលនៅក្នុងស្ថានភាពនៃអ្វីដែលលោក Donald Trump ហៅថាជាការបញ្ចប់នៃសង្គ្រាមនេះមិនដឹងថាតើជាការបញ្ចប់ដោយរបៀបណាឬក៏គ្រាន់តែជាលក្ខខណ្ឌនៃការបត់ឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឬក៏យ៉ាងណានៅឡើយនោះដែរពីព្រោះថាបើយោងទៅតាមអ្វីដែលការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់អាចទម្លាយឲ្យដឹងថាកន្លងមកនេះគឺមានប្រទេសចិនមានប្រទេសរុស្ស៊ីមានប្រទេសបារាំងហ្នឹងក៏មានការតាក់ទងទៅនឹងមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ផងដែរដើម្បីនិយាយអំពីការបត់ឈប់បាញ់គ្នានេះជាមួយនឹងសហរដ្ឋអាមេរិកនឹងទំនងជាប្រទេសទាំង3នេះជាអ្នកដែលធ្វើជាអាជ្ញាកណ្ដាលដើម្បីចូលរួមនៅក្នុងការដោះស្រាយនៃការបញ្ឈប់នៅភាពតានតឹងរវាងសង្គ្រាមអាមេរិកជាមួយនឹងអ៊ីរ៉ង់ឬក៏ជាមួយនឹងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់នេះឯងគ្រាន់តែគេមិនអាចទម្លាយឲ្យដឹងថាដំណើរការវាអាចនឹងឈានទៅដល់កម្រិតណានៅឡើយនោះនៅក្នុងចំណុចនេះទំនងជាលោក Donald Trump អាចនឹងឈប់សង្គ្រាមព្រោះថាបើសិនជាបន្តទៅទៀតវានឹងអាចមានបញ្ហាធ្ងន់ធ្ងរពីព្រោះដូចដែលប្រិយមិត្តបានដឹងហើយលោក Donald Trump លោកប្រកែកនៅក្នុងការទស្សន៍ទាយបើសិនជាសង្គ្រាមមួយដែលសហរដ្ឋអាមេរិកធ្វើនៅក្នុងអ្វីដែលជាស្នាដៃរបស់លោក Donald Trump នោះគឺលោកធ្វើឲ្យឈ្នះហើយបើសិនជាលោកយល់ថាធ្វើទៅវាមិនឈ្នះឬក៏បំផ្លាញលុយកាក់ឬក៏មិនបានផលប្រយោជន៍អីសម្រាប់សហរដ្ឋអាមេរិកទេលោក Donald Trump នឹងរកច្រកនៅក្នុងការបិទវាបញ្ចប់វាទោះបីជានៅក្នុងកម្រិតណាមួយក៏ដោយនៅក្នុងចំណុចនេះថាតើសំណួរខ្លះចោទសួរថាវាគឺជាការបរាជ័យរបស់សហរដ្ឋអាមេរិកដែលមិនអាចវាយកំទេចអ៊ីរ៉ង់បានឬក៏ជាភាពជោគជ័យមួយរបស់សហរដ្ឋអាមេរិកពិតហើយថានៅក្នុងបញ្ហានេះបើយើងនិយាយថាភាពជោគជ័យបើសិនជាសហរដ្ឋអាមេរិកនេះអាចនឹងវាយផ្ដួលបដូរនៅរបបមេដឹកនាំអ៊ីរ៉ង់បានគឺមានន័យថាជោគជ័យ 100% ក៏ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកឬក៏លោក Donald Trump បញ្ឈប់នៅសង្គ្រាមកណ្ដាលទីគឺមិនទាន់បានវាយឬក៏ផ្ដួលរំលំនៃរបបអ៊ីរ៉ង់បានទេហើយនឹងធ្វើការចរចានោះមានន័យថាសហរដ្ឋអាមេរិកមិនមែនបរាជ័យទាំងស្រុងទេអាចចាត់ទុកថាសហរដ្ឋអាមេរិកនឹងឈ្នះនៅក្នុង 50% ផងដែរហេតុអីបានជានិយាយបែបនេះព្រោះថាបើយោងទៅតាមរបាយការណ៍របស់លោក Donald Trump បានលើកឡើងមានន័យថាទីតាំងសំខាន់របស់ប្រទេសអ៊ីរ៉ង់ដែលជាកន្លែងផលិតនៅអាវុធនុយក្លេអ៊ែររោងចក្រដែលចម្រាញ់នៅសារជាតិអ៊ុយរ៉ានីយ៉ូមឬក៏ទីតាំងផលិតអាវុធនិងកន្លែងកងទ័ពសំខាន់របស់អ៊ីរ៉ង់នេះគឺត្រូវកំទេចចោលស្ទើរតែទាំងស្រុងហើយចំណុចនេះក៏បានបង្ហាញឲ្យឃើញថាបើសិនជាអ៊ីរ៉ង់មិនទទួលបរាជ័យ 100% ក៏ប៉ុន្តែអ៊ីរ៉ង់ក៏ត្រូវបាត់នៅសមត្ថភាពយោធាតាំងដូចពីមុនបន្តទៀតហើយមានន័យថាជាអាចជាសង្គ្រាមនៃការបដៅចំពោះអ៊ីរ៉ង់ដែលធ្វើឲ្យអ៊ីរ៉ង់នេះគឺត្រូវតែស្គាល់អំពីតម្លៃនៃភាពរឹងរូសដែលខ្លួនបានអនុវត្តទៅលើការរំលោភច្បាប់នៅក្នុងការចង់ប្រើប្រាស់មហិច្ឆតាបង្កើតនៅអាវុធនុយក្លេអ៊ែរឬក៏ធ្វើអ្វីដែលខុសទៅនឹងច្បាប់អន្តរជាតិដែលបង្កនៅការបង្កើតឲ្យមានអំពើភេរវកម្មផ្សេងដែលនេះគឺជាមេរៀនមួយផងដែរបើសិនជា
មិនឈ្នះជោគជ័យក៏អាចសហរដ្ឋអាមេរិកនេះបដៅចំពោះអ៊ីរ៉ង់ផងដែរអញ្ចឹងទេនៅក្នុងចំណុចនេះគេមើលឃើញថាបើសិនជាការចរចាមួយមានភាពរឹងរូសមានន័យថាសង្គ្រាមនេះនឹងអាចតទៅទៀតឬក៏យ៉ាងណាបើសិនជារឿងនេះគេជឿជាក់ថាដើម្បីធ្វើការដោះស្រាយបញ្ហានេះបានទោះបីជាអ្នកដឹកនាំថ្មីរបស់អ៊ីរ៉ង់ដែលលោក Donald Trump មិនពេញចិត្តក្នុងការឲ្យឡើងកាន់អំណាចដែលតអំពីលោក Khamenei យ៉ាងណាក៏ដោយគេជឿជាក់ថាបើសិនជាស្ថានភាពនៃសេដ្ឋកិច្ចឬក៏ធម្មពលរបស់ពិភពលោកដែលប៉ះពាល់ធ្ងន់ធ្ងរនោះលោក Donald Trump អាចនឹងបង្ខំនៅក្នុងការទទួលយកនៅមនុស្សបែបនេះតែមិនមែនមានន័យថាទទួលស្គាល់ចំពោះលោកមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ដែលកំពុងតែកាន់អំណាចនោះទេមានន័យថាទេសហរដ្ឋអាមេរិកអាចនឹងដាក់លក្ខខណ្ឌផ្សេងៗដែលអាចធ្វើទៅបានហើយយ៉ាងហោចណាស់ក៏អាចធ្វើឲ្យប្រទេសអ៊ីរ៉ង់នេះតិចខ្ទាំទៅដោយការបំផ្លាញទៅលើការផលិតនៅអាវុធនុយក្លេអ៊ែរអាចនឹងបាត់បង់នៅសមត្ថភាពនៅក្នុងការកសាងអាវុធនុយក្លេអ៊ែរយ៉ាងហោចណាស់គឺរាប់សិបឆ្នាំតទៅទៀតផងដែរនេះគឺជាអ្វីមួយដែលសហរដ្ឋអាមេរិកអាចនឹងទទួលបានហើយបើសិនជាអ៊ីរ៉ង់នេះមិនព្រមបោះបង់ចោលឬក៏នៅតែរឹងទទឹងដូចកាលពីលោក Khamenei កាន់អំណាចនៅឡើយនោះគឺមិនអាចទេពីព្រោះថាប្រទេសអ៊ីរ៉ង់នេះបាត់បង់នៅសមត្ថភាពយ៉ាងហោចណាស់ក៏ 50% នៃសមត្ថភាពយោធារបស់ខ្លួនដែរអញ្ចឹងអ្វីដែលជាការបដៅរបស់សហរដ្ឋអាមេរិកចាត់ទុកថាជាមេរៀនមួយសម្រាប់អ៊ីរ៉ង់ផងដែរហើយសហរដ្ឋអាមេរិកបើសិនជាមានការចរចាណាមួយកើតឡើងនោះក៏សហរដ្ឋអាមេរិកមិនបដៅឲ្យអ៊ីរ៉ង់នៅតែបន្តធ្វើនៅការសងសឹកឬក៏បង្កើតនៅអ្វីដែលថ្មីបន្តទៅទៀតនោះដែរដូច្នេះចំណុចនេះគេជឿជាក់ថាបើសិនជាមានការចរចាសម្របសម្រួលទៅដោយចិនដោយរុស្ស៊ីនិងប្រទេសបារាំងពិតមែននោះមានសំណួរមួយមានការចោទឡើងផងដែរថាតើនៅក្នុងគណៈពេលនេះបើសិនជាសហរដ្ឋអាមេរិកមានន័យថារកកន្លែងបញ្ចប់សង្គ្រាមហើយឡែកអ្វីដែលមានការប៉ះពាល់ធ្ងន់ធ្ងរនោះគឺប្រទេសអ៊ីស្រាអែលមានន័យថាអ៊ីស្រាអែលក៏រងគ្រោះមិនតិចជាងអ៊ីរ៉ង់ប្រមាណដែរពីព្រោះថាប្រទេសពីរនេះការពិតគឺជាដើមហេតុនៃសង្គ្រាមនេះឯងដែលទទួលនៅផលប្រយោជន៍ជាមួយគ្នារវាងនឹងគ្នានេះអ៊ីស្រាអែលក៏មានបញ្ហាជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយអ៊ីរ៉ង់នេះក៏មានបញ្ហាមិនល្អជាមួយនឹងប្រទេសអ៊ីស្រាអែលដែរដោយសារតែស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចគ្នាហើយក៏ជាសត្រូវនឹងគ្នាយូរមកហើយដែរទេបើសិនជាសហរដ្ឋអាមេរិកបកខ្លួនចេញអញ្ចឹងថាតើអ៊ីស្រាអែលយល់ព្រមដែរឬទេបើសិនជាមានភ្លើងខៀវដើម្បីឲ្យមានការចរចាពីលោក Donald Trump ដែលមានការសហការគ្នាជាមួយនឹងរុស្ស៊ីចិនហើយនិងប្រទេសបារាំងនោះតើអ៊ីស្រាអែលអាចនឹងមានការខាតបង់ឬក៏មានការខកចិត្តជាមួយនឹងសហរដ្ឋអាមេរិកដែរឬទេនៅក្នុងចំណុចនេះពិតណាស់ហើយថាអាចជាមានការខកចិត្តហើយក៏ប៉ុន្តែបើសិនជាពិនិត្យទៅលើទិដ្ឋភាពជាក់ស្ដែងវិញតើអ៊ីស្រាអែលអាចស៊ូបានកម្រិតណាបើសិនជាសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារចំពោះប្រទេសអ៊ីរ៉ង់តទៅទៀតក៏ប៉ុន្តែសហរដ្ឋអាមេរិកមិនអាចវាយដើម្បីផ្ដួលរំលំបាន 100% នោះដូច្នេះអ្វីដែលជាការរងគ្រោះកាន់តែធ្ងន់មិនមែនសហរដ្ឋអាមេរិកទេមានន័យថាគឺអ៊ីស្រាអែលតែម្ដងដែលអាចខ្ទេចខ្ទាំផ្ទះសម្បែងឬក៏រចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ីស្រាអែលនេះទាំងស្រុងដូចជានៅក្នុងពេលថ្មីៗនេះដែរក៏មានការវាយទៅកាន់រោងចក្រប្រេងរបស់ប្រទេសអ៊ីស្រាអែលនេះធ្វើឲ្យមានការឆេះជាច្រើនផងដែរហើយចំណុចទាំងអស់នេះហើយគឺជាចំណុចមួយដែលធ្វើឲ្យអ៊ីស្រាអែលក៏ហាក់ដូចជាអស់ចិត្តដែរបើសិនជាការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ហើយបើសិនជានៅមានការមិនសប្បាយចិត្តជាមួយនឹងសហរដ្ឋអាមេរិកដែលសហការគ្នាប៉ុន្តែដល់ទីបំផុតរត់ចោលអ៊ីស្រាអែលតើវាអាចជាការមួយដែលខកចិត្តឬក៏ជារឿងមួយដែលអាចជួយបន្ធូរបន្ថយស្ថានភាពឲ្យអ៊ីស្រាអែលផងដែរឬក៏យ៉ាងណានេះគឺជារឿងមួយដែលគេតែងតែពិនិត្យមើលអំពីសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ផងដែរនៅក្នុងចំណុចនេះយើងមើលឃើញថាបើសិនជាសមត្ថភាពប្រយុទ្ធរបស់ប្រទេសអ៊ីរ៉ង់នៅតែខ្លាំងក្លាទេអ៊ីស្រាអែលនៅតែមានការប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងអ៊ីរ៉ង់ផងដែរព្រោះថាបើពិនិត្យទៅលើប្រទេសអ៊ីស្រាអែល
គឺប្រទេសអ៊ីស្រាអែលនេះទំនងជាមានការនៅក្របស្តុកនៅក្នុងឃ្លាំងរបស់ខ្លួនផងដែរពីព្រោះថាថ្មីនេះមានការបញ្ជាទិញគ្រាប់ដែលមានតម្លៃដល់ទៅ$151 លានសហរដ្ឋអាមេរិកពីសហរដ្ឋអាមេរិកគឺអាចនឹងត្រូវការគ្រាប់ដល់ទៅ1200គ្រាប់បន្តទៀតដើម្បីបន្តសង្គ្រាមមួយដែលមិនទាន់រកឃើញនៅការឈ្នះចាញ់នៅឡើយនោះដូច្នេះនិយាយសរុបសេចក្តីមកវិញមានន័យថាលោក Donald Trump អាចនឹងបញ្ចប់សង្គ្រាមបាននៅក្នុងគណៈពេលដែលលោកយល់ឃើញថាសង្គ្រាមមួយនេះវានឹងអាចអូសបន្លាយពេលយូរឬក៏ធ្វើឲ្យមានការខាតបង់ទៅដល់ផលប្រយោជន៍សហរដ្ឋអាមេរិកទី1ទី2អាចនឹងធ្វើឲ្យមានការគាំងដំណើរសេដ្ឋកិច្ចរបស់ពិភពលោកជាពិសេសគឺនៅក្នុងតំបន់អាស៊ីភាគច្រើនដោយសារតែបើសិនជាមានបញ្ហាធ្ងន់ធ្ងរគឺអាចនឹងប្រើនៅការគាំងទៅលើសេដ្ឋកិច្ចតែម្ដងហើយសាំងឬក៏ប្រេងត្រូវឡើងតម្លៃរហូតទៅដល់ជាង$200សហរដ្ឋអាមេរិកក្នុងមួយបារ៉ែលនឹងធ្វើឲ្យជួបនៅវិបត្តិធ្ងន់ធ្ងរដូច្នេះដែលអាចនឹងមានទៅដល់ការដោះស្រាយបញ្ហានេះគឺគន្លឹះកូនសោមានតែសហរដ្ឋអាមេរិកទេដែលអាចបន្ធូរបន្ថយបានឬក៏មិនបានសិនជាសហរដ្ឋអាមេរិកបន្ធូរបន្ថយបានមានន័យថាស្ថានភាពតានតឹងនេះគឺធ្លាក់មកភាពធូរស្រាលទាំងស្រុងតែម្ដងពីព្រោះថាសហរដ្ឋអាមេរិកជាអ្នកវាយប្រទេសអ៊ីរ៉ង់មិនមែនអ៊ីរ៉ង់វាយសហរដ្ឋអាមេរិកនោះទេហើយចំណុចនេះក៏គេជឿជាក់ថាបើសិនជាមានការចរចាគ្នាក៏សហរដ្ឋអាមេរិកនឹងដាក់លក្ខខណ្ឌឲ្យអ៊ីរ៉ង់នេះត្រូវតែបើកនៅច្រកនាវាដឹកប្រេងនៅមុតអូម៉ង់គឺច្រកហូម៉ូសនេះឯងនេះគឺជាលក្ខខណ្ឌចាំបាច់បំផុតមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកនេះត្រូវតែដោះស្រាយបញ្ហានេះពីព្រោះយើងដឹងហើយថាទោះបីជាលោក Donald Trump ប្រកាសថាឈ្នះក៏កំទេចចោលនៅទីតាំងយោធាសំខាន់របស់អ៊ីរ៉ង់យ៉ាងណាក៏ដោយក៏នៅក្នុងស្ថានភាពជាក់ស្ដែងនេះតំបន់អូម៉ូសនេះគឺមិនទាន់បានបើកនៅឡើយនោះទេបើសិនជាសហរដ្ឋអាមេរិកមានព្រៀបនៅលើសមរភូមិពិតមែនមានន័យថាសហរដ្ឋអាមេរិកនឹងឈរជើងដើម្បីការពារឲ្យច្រកសមុទ្រអូម៉ូសនេះដើម្បីផលអន្តរជាតិដឹកប្រេងចេញចូលដែលក្នុងមួយថ្ងៃដល់ទៅចំនួន20លានបារ៉ែលឯណោះមានន័យថា20% នៃប្រេងដែលត្រូវផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកដូច្នេះនេះគឺជាភាពជាក់ស្ដែងមួយបើទោះបីជាលោក Donald Trump អះអាងថាមានព្រៀបទៅលើសមរភូមិយ៉ាងណាក៏ដោយក៏ប៉ុន្តែជាក់ស្ដែងគឺតំបន់នេះមិនត្រូវបានគ្រប់គ្រងទៅដោយកងទ័ពរបស់សហរដ្ឋអាមេរិកទេទៅវិញគឺមានន័យថានាវាក៏ដូចជាកប៉ាល់ដែលផ្ទុកនៅយន្តហោះដែលធ្លាប់យកទៅកាងឬក៏យកទៅដើម្បីងាយស្រួលនៅក្នុងការប្រយុទ្ធជាមួយអ៊ីរ៉ង់នោះគឺបានដកចេញអំពីច្រកនៃសមុទ្រអូម៉ូសនោះយ៉ាងហោចណាស់ក៏1000គីឡូឯណោះដូច្នេះមិនមែនជារឿងធម្មតាទេបើសិនជានាវាផ្ទុកយន្តហោះឬក៏នាវាចម្បាំងរបស់សហរដ្ឋអាមេរិកអាចការពារតំបន់អូម៉ូសនេះបានមែនម្លេះសំមិនមែនកងទ័ពសហរដ្ឋអាមេរិកដកនៅនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងឃ្លាតឆ្ងាយអំពីតំបន់ច្រកហូម៉ូសនោះទេពីព្រោះថាស្ថានភាពនៃការគ្រប់គ្រងទៅលើផ្នែកយោធានៅក្នុងច្រកហូម៉ូសនេះគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ៊ីរ៉ង់នៅឡើយព្រោះថាបើសិនជានៅក្បែរនេះគឺមានន័យថាមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នេះនឹងអាចវាយប្រហារទៅកាន់នាវាចម្បាំងនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិកជាក់ជាមិនខានហើយចំណុចទាំងអស់នេះគឺជាចំណុចគន្លឹះមួយដែលយើងមិនអាចចេះតែប្រើប្រាស់នៅវោហារសាស្ត្រណាមួយដែលមិនមានបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅលើសមរភូមិបាននោះទេហើយតេតិនទៅនឹងរឿងរ៉ាវទាំងអស់នេះគេជឿជាក់ថាមានតែវិធីសាស្ត្រនៅក្នុងការចរចាទេមិនអាចប្រើកម្លាំងយោធាដើម្បីយកឈ្នះយកចាញ់បានទេមានន័យថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់នៅអ្វីដែលជាសង្គ្រាមប្រើដោយកម្លាំងយោធាដោយមានការរាប់សម្រួលចេញភ្លើងខៀវពីប្រទេសរុស្ស៊ីពីចិនហើយនិងពីបារាំងរួចហើយក្នុងនោះដែរអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់នេះក៏បានទទួលស្គាល់ថាប្រទេសមហាអំណាចទាំង3នេះបានតាក់ទងជាមួយនឹងអ៊ីរ៉ង់ដើម្បីធ្វើការដោះស្រាយដែររឿងអ្វីដែលលក្ខខណ្ឌទី1បំផុតរបស់ខាងអ៊ីរ៉ង់នេះក៏បានឆ្លើយតបទៅកាន់អ្នកសម្របសម្រួលដូចជាចិនរុស្ស៊ីហើយនិងបារាំងផងដែរថាដើម្បីឲ្យការបញ្ឈប់សង្គ្រាមនេះបានលុះណាតែតំបន់ទាំងឡាយណាដែលកំពុងតែមានស្រាប់នេះគឺហាម5មិនឲ្យមានការ
បាញ់បន្តទៅទៀតឬក៏មានការវាយប្រហារបន្តទៅទៀតមានន័យថាបញ្ឈប់នៃការបាញ់គ្នាក្នុងនេះថាតើវាគឺជារឿងមួយទីអ៊ីរ៉ង់ចង់បានដែរឬទេនៃបទឈប់បាញ់នេះបើទោះបីជាខាងកងទ័ពរបស់អ៊ីរ៉ង់និយាយថាអ៊ីរ៉ង់ទេជាអ្នកកាន់សោថាត្រូវបាញ់ឬក៏មិនត្រូវបាញ់គ្រាន់តែជាសម្ដីខាងយោធាទេក៏ប៉ុន្តែបើយើងផ្អែកទៅលើសម្ដីអ្នកការទូតវិញគឺមិនបែបនោះទេមានន័យថាអ៊ីរ៉ង់នេះក៏ចង់ឲ្យមានការបត់ឈប់បាញ់ឬក៏និយាយឲ្យខ្លីថាចង់បញ្ឈប់សង្គ្រាមនោះផងដែរចឹងហើយបានជាប្រទេសអ៊ីរ៉ង់នេះបានស្នើទៅកាន់ប្រទេសនៃជិតខាងរបស់ខ្លួនដូចជានៅមជ្ឈិមបូព៌ាដូចនៅបារ៉ែនដូចជានៅប្រទេសទូគីឬក៏ប្រទេសផ្សេងទៀតដែលនៅជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហានៅមជ្ឈិមបូព៌ានេះស្នើឲ្យជួយឲ្យសហរដ្ឋអាមេរិកនេះបញ្ឈប់នៅការធ្វើសង្គ្រាមបន្តទៅទៀតហើយបើសិនជាប្រទេសទាំងអស់នេះមិនព្រមជួយបញ្ឈប់ទេមានន័យថាអ៊ីរ៉ង់នឹងធ្វើឲ្យលេងនៅលើពិភពលោកនេះនឹងឡើងតម្លៃលើសជាង$200សហរដ្ឋអាមេរិកក្នុង1បារ៉ែលដោយទី1មិនត្រឹមតែបិទនៅច្រកសមុទ្រអូម៉ូសនេះទេគឺថាអាចនឹងបាញ់កំទេចចោលនៅឃ្លាំងស្តុកនៃប្រេងនៃបណ្ដាប្រទេសផ្សេងបន្តទៅទៀតមានន័យថាមិនទុកទេគឺថាត្រូវតែបាញ់កំទេចចោលធ្វើឲ្យមានមហន្តរាយទាំងអស់គ្នានេះគឺជាអ្វីដែលជាការគំរាមរបស់អ៊ីរ៉ង់ក៏ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកបញ្ឈប់នៅសង្គ្រាមនេះមានន័យថាអ៊ីរ៉ង់ក៏បញ្ឈប់នៅការបាញ់ដូចគ្នានេះដែរនេះគឺជាសញ្ញាមួយល្អដូច្នេះហើយសរុបសេចក្តីមកមានន័យថាកូនសោវាស្ថិតនៅលើសហរដ្ឋអាមេរិកតែប៉ុណ្ណោះសហរដ្ឋអាមេរិកនេះក៏មានលក្ខខណ្ឌខ្លះដែរពីមុនមកថារឿងចរចាឈប់បាញ់រឿងអីហ្នឹងគឺមានលក្ខខណ្ឌតទៅសោះត្រូវតែធ្វើទៅតាមសហរដ្ឋអាមេរិករួមទាំងការដាក់នៅមេដឹកនាំថ្មីឲ្យដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ត្រូវតែមានការចូលរួមសម្រេចពីសហរដ្ឋអាមេរិកហើយបើសិនជាស្ថានភាពនេះតានតឹងសហរដ្ឋអាមេរិកមិនអាចបញ្ជាឬក៏និយាយឲ្យខ្លីថាมันអាចជាអ្នកឈ្នះសង្គ្រាមមានសិទ្ធិនៅក្នុងការគ្រប់គ្រងអំពីស្ថានភាពនេះបានទេគឺมันអាចបញ្ជាឬក៏มันអាចដាក់លក្ខខណ្ឌ 100% បានទៅកាន់អ៊ីស្រាអែលនោះទេចឹងហើយចំណុចនេះគេមើលឃើញថាទំនងជាអាចនឹងបញ្ចប់សង្គ្រាមបានណាតែប្រទេសចិនប្រទេសរុស្ស៊ីនិងប្រទេសបារាំងនេះគឺលោកឲ្យជ្រៅដើម្បីដោះស្រាយធ្វើជាអាញាកណ្ដាលកុំឲ្យទាញបន្ទង់គ្នាយកលក្ខខណ្ឌរៀងខ្លួនធ្ងន់ពេកអាចនឹងធ្វើឲ្យសង្គ្រាមมันអាចបញ្ចប់បានដោយឡែកតាក់ទិនទៅនឹងប្រទេសអ៊ីស្រាអែលនេះវិញគេជឿជាក់ថារហូតមកដល់ពេលនេះមិនទាន់មានការប្រតិកម្មទៅលើសម្ដីរបស់លោកដូណាល់ត្រាំថាយ៉ាងម៉េចទេពីព្រោះថាប្រទេសអ៊ីស្រាអែលនេះមិនបានប្រកាសថាសង្គ្រាមនឹងចប់ពេលណាដោយលោកដូណាល់ត្រាំទេពីព្រោះថាឥឡូវនេះនៅតែទិញអាវុធដើម្បីវាយហើយបើសិនជារឿងនេះអ៊ីស្រាអែលនៅតែរឹងតឹងនឹងជារឿងមួយរបស់អ៊ីស្រាអែលចង់វាយចង់មិនវាយអីគឺថារឹងតឹងមិនស្ដាប់សហរដ្ឋអាមេរិកសង្គ្រាមនៅតែបន្តជាមួយអ៊ីរ៉ង់អានឹងជារឿងមួយរបស់អ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលឡែកជាមួយនឹងសហរដ្ឋអាមេរិកគឺអ៊ីរ៉ង់គឺមិនអាចបើសិនជាការចរចាគ្នាត្រូវគឺមិនអាចបន្តសង្គ្រាមជាមួយសហរដ្ឋអាមេរិកឬក៏បាញ់ផ្លោងទៅកាន់ទឹកដីនៃប្រទេសជិតខាងរបស់ខ្លួនដែលកងទ័ពសហរដ្ឋអាមេរិកឈរជើងនៅទីតាំងទាំងអស់នោះបន្តទៀតទេហើយម្យ៉ាងទៀតការបើកច្រកសមុទ្រអូម៉ូសនេះគឺត្រូវតែធ្វើឡើងពីព្រោះថាវាមិនមែនជាទៀមជាមួយនឹងសហរដ្ឋអាមេរិកបន្តនេះគឺជាអ្វីដែលជាការប៉ាន់ស្មានឬក៏ការព្យាករតែប៉ុណ្ណោះ